សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំវិលមកជួបអ្នកទាំងអស់គ្នាផ្សាយជាថ្មីម្ដងទៀតហើយមានគ្នាយើងគាត់បានសាកសួរខ្ញុំថាគាត់ចូលទៅក្នុងក្រាបជាក់ស្ដែងពេលដែលគាត់ចាប់ព្យាយាមចាប់ទៅចាប់ down trend up trend ហ្នឹងចាប់អត់ដែលបានចាប់ទៅវាអត់ត្រូវអីចឹងណាអញ្ចឹងគាត់ចង់ឲ្យខ្ញុំធ្វើវីដេអូបញ្យល់លម្អិតអំពីវីដេអូពីរវីដេអូមុនដែលខ្ញុំបានបញ្យល់ហ្នឹងអញ្ចឹងมันមានអីច្រើនទេអ្នកទាំងអស់គ្នាគឺយើងចង់ដឹងថាតើក្រាបមួយនឹងវាជា up trend ឬ down trend ពេលខ្លះដោយសារតែព្យាយាមបើក time frame តូចពេក time frame តូចដូចខ្ញុំតែងតែបញ្ជាក់នៅវីដេអូមុនអញ្ចឹងថា time frame កាន់តែតូចភាព error របស់វាកាន់តែច្រើនការ recommend របស់ខ្ញុំអ្នកទាំងអស់គ្នាគួរតែមើលចាប់ពី4ម៉ោងទៅយើងមើលចាប់អំពី4ម៉ោងបន្ទាប់មកយើងមើលបដិញ trend ទៅការដែលយើងមើល4ម៉ោងយើងមិនគួរចុះ time frame ហ្នឹងឲ្យដល់5នាទីអីយ៉ាងទេគឺយើងចុះតែពី time frame អីបានហើយពេលដែលយើងចុះវាកាន់តែជ្រៅពេកវាធ្វើឲ្យ web ទាំងអស់នេះវាញ៉ៃយើងអត់អាចចាប់ចំណុចបានទេអញ្ចឹងអ្វីដែលខ្ញុំចង់លម្អិតនៅក្នុងថ្ងៃនេះគឺការដែលយើងមើល time frame កាន់តែធំភាព error របស់វាកាន់តែតិចអ្នកទាំងអស់គ្នាពេលដែលយើងមើល time frame កាន់តែធំភាព error របស់វាកាន់តែតិចអញ្ចឹងការដែលយើងចូលទៅមើលអញ្ចឹងវាងាយស្រួលដល់យើងខ្លួនឯងទីមួយយើងអត់ស្មុគស្មាញពេលដែលយើងគូក្រាបជាក់ស្ដែងអញ្ចឹងឧទាហរណ៍ថាដូចជាក្រាបមួយនេះកំពុងរត់នេះអានេះក្នុង time frame 4ម៉ោងណាអញ្ចឹងយើងមើលទៅយើងសម្គាល់ថាអានេះជា trend អីដែលយើងចាប់ពីចុងកពូលយើងមិនបាច់ចាប់មកដល់នេះទេយើងចាប់តែចុងកពូល cycle វានេះយើងចាប់មើលតើវារត់ហ្នឹងវាស្របនឹងអ្វីដែលយើងចង់បានអត់ហើយយើងមិនចាំបាច់ចាប់ឲ្យវានឹងតល់ទៅត្រូវបែកទេអ្នកទាំងអស់គ្នាតើវារត់តាមដែលយើងអ្វីដែលយើងគូបែបនេះមកបានន័យថាវាត្រូវចុងកពូលវានេះកពូលហាយរបស់វានេះហាយចាស់វានេះតែប៉ុណ្្នឹងអូខេយើងដឹងថានឹងជាក្រាបហើយយើងដឹងថានឹងជាខ្សែ up trend ឬក៏ជាខ្សែ down trend ហើយខ្សែមួយនេះជាខ្សែ Volkswagen ឬក៏ជាខ្សែ speed line អញ្ចឹងបើយើងចង់ដឹងថាអានឹងជាខ្សែ Volkswagen យើងប្រើកន្លែងនេះមកយើងប្រើសម្រាប់គូមើលអង្សារបស់វាចោតខ្លាំងទេមានន័យថាវាអត់ចោតខ្លាំងទេវាអត់បានន័យថាវាអត់ចោតខ្លាំងបើវាចោតខ្លាំងមានន័យថាបែបនេះអញ្ចឹងលើសពី30អង្សាទៅគេហៅវាថាជា speed line អញ្ចឹងអានេះយើងអាចសម្គាល់វាថាជា Volkswagen បានហើយអញ្ចឹងយើងត្រូវធ្វើអីបន្តពេលដែលយើងដឹងថាយើងជាខ្សែរបស់វានៅក្នុងក្រាបនេះរត់ជាក់ស្ដែងវានៅក្នុង down trend អញ្ចឹងយើងចង់លម្អិតអំពីក្រាបភាពលម្អិតរបស់វាងាយទេអញ្ចឹងអ្នកទាំងអស់គ្នាចូលទៅក្នុង time frame កាន់តែរៀងតូចជាង4ម៉ោងនេះមកចូលមក1ម៉ោងមកយើងពិចារណាថាយើងតែងតែព្យាយាមចង់រស់កន្លែងណាដែលយើងគួរតែចូលបាយកន្លែងណាដែលយើងគួរតែចូល sell មានទាំងអស់គ្នាក៏តែងតែសួរខ្ញុំបែបហ្នឹងថាយើងគួរចូលត្រង់ចំណុចណាយើងគួរចាក់ចេញនៅចំណុចណាមិនមែនយើងឃើញវាឲ្យតែវាឡើងពណ៌រាងបៃតងចេះមកយើងគិតថាដឹងតែចូលបាយតែយើងអត់បានដឹងអំពីភាពលម្អិតរបស់វាតើក្រាបហ្នឹងវាកំពុងប្រាប់យើងអំពីអីអញ្ចឹងយើងត្រូវស្វែងយល់ទៀតថាចំណុចដែលវាមកដល់នេះតើវាត្រូវតែឈប់ត្រឹមណាវាត្រូវតែបន្តទៅត្រឹមណាទៀតអានេះជាភាពលម្អិតរបស់ខាងក្នុងរបស់ក្រាបហ្នឹងអញ្ចឹងដូចខ្ញុំចង់ប្រាប់អំពីវីដេអូមុនដែរខ្ញុំប្រាប់អំពីរឿង support និង resistance តែ support resistance វាមាន support រឹងហើយនឹង support ប្រើបាននិង support ប្រើបានអ្នកទាំងអស់គ្នា support ណាដែលវាមានក្បាលស្រួចបែបនេះបើយើងហៅមួយថា support និង resistance ណាដែលវាមានក្បាលស្រួចបែបនេះអញ្ចឹងបានគេហៅថាជា support ដែលរឹងមិនមែនមានន័យថាក្នុង time frame តូចយើងមើលឃើញហើយយើងគិតហ្នឹងដល់វារឹងក្នុង time frame កាន់តែតូចភាព error របស់វាកាន់តែច្រើនអញ្ចឹងដូចមាសបច្ចុប្បន្ន
បើសិនជាវាឡើងមកដល់ចំណុចនេះគឺវាតែងតែមានអិឆាន់ឬអិឆាន់ជានិច្ចបានន័យថាវាតែងតែមកហើយវាតែងតែទះព្រោះអីកន្លែងនេះវាអត់ដែលធ្លាប់ប្រើអញ្ចឹង support ដែលយើងគូដឹងថា support ណារឹងនិង support ណាទន់អញ្ចឹងយើងពិចារណាមើលក្បាលវាឲ្យតែក្បាលវាស្រួយអញ្ចេះមានន័យថាជា support ដែលរឹងបានន័យថា support ណាដែលទាលបែបនេះបានន័យ support ហ្នឹងវាអត់រឹងទេព្រោះវាបាន clear ព្រោះវា clear ចំណុចមួយនេះហើយនេះឃើញឃើញក្បាលវាទាលទេបាទនេះស្រួយអញ្ចឹងមានន័យថាវាជា support ដែលរឹងវាជា resistance ដែលរឹងអញ្ចឹង support ដែលវាបាន clear ហើយវានៅតែក្បាលវារឹងទាលនឹងការពិចារណាមើលតែអ្វីដែលខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាពិចារណាធំបំផុតហ្នឹងទី1គឺយើងគូខ្សែ Versaline មួយសិនគូខ្សែមួយសិនយើងគូបន្ទាត់នៃខ្សែទាំងអស់ហ្នឹងមួយសិនបើយើងអត់បានគូអំពីខ្សែហ្នឹងទៅយើងអត់ដឹងថាក្រាមតើណាហើយមួយទៀតអ្នកទាំងអស់គ្នាខ្លះគាត់តែងតែសួរខ្ញុំថាមិនបានគាត់មើលនៅក្នុង time frame តូចពេលដែលចូលទៅវាតែងតែ SL ដោយសារទី1យើងមើលក្នុងនៅក្នុង time frame តូចពេកអ្នកទាំងអស់គ្នាខ្ញុំតែងតែបញ្ជាក់ទៀតថាការដែលយើងស្វែងរកយើងគូមើលចាប់ពី4ម៉ោងឡើងទៅយើងមើលលំហូរផ្សារហ្នឹងតើផ្សារហ្នឹងវាទៅខាងណាឧទាហរណ៍ថាយើងចង់បច្ច្រាស់ទឹកយើងគូបច្ច្រាស់បានអត់ទឹកកំពុងហូរហើយយើងអុំទូកបច្ច្រាស់ទឹកវាទៅជាបញ្ហាសម្រាប់ខ្លួនឯងនេះតែយើងបច្ច្រាស់វាមានហេតុផលនៃការបច្ច្រាស់របស់វាមិនមែនថាយើងមិនអាចបច្ច្រាស់បានទេព្រោះអីការបច្ច្រាស់យើងត្រូវតែដឹងអំពីភាពបច្ច្រាស់របស់វាថាតើបច្ច្រាស់គូបច្ច្រាស់ដល់ត្រង់ចំណុចណាពេលដែលវាឡើងទៅដល់ត្រឹមណាវាចុះទៅដល់ត្រឹមណាហ្នឹងអ្វីដែលខ្ញុំចង់បញ្ជាក់អ្នកទាំងអស់គ្នាថាយើងគូបច្ច្រាស់ឬក៏យើងមិនគូបច្ច្រាស់ហ្នឹងជាចំណុចដែលយើងចង់បានអញ្ចឹងវាមានភាពលម្អិតច្រើនហើយក្នុងការពិចារណាច្រើនតើគ្នាយើងមិនមែនពិចារណាតែបន្តិចហើយយើងគិតថាយើងចង់ឲ្យតែក្រាបដើរតាមយើងគឺមិនអាចទេអ្នកទាំងអស់គ្នាអញ្ចឹងចំណុចដែលយើងគូពិចារណានឹងចំណុចបែបនេះឧទាហរណ៍ថាដូចក្រាបវាពងឡើងក្នុង time frame 4ម៉ោងយើងលម្អិតទៅអញ្ចឹងក្នុង time frame 4ម៉ោងវាចូលទៅក្នុងលក្ខខណ្ឌមួយថាបើសិនជាវាឡើងទៅដល់ត្រឹមនេះវាអាចឡើងទៅធ្លាយកន្លែង resistance នេះអត់អញ្ចឹងយើងពិចារណាមើលវាអាចធ្លាយ high របស់វានេះអត់វាអាចធ្លាយ high អត់អញ្ចឹងយើងពិចារណាបែបហ្នឹងអញ្ចឹងត្រង់ចំណុចនេះវាមានអី clear ហើយនៅអញ្ចឹងបានន័យថាវាអត់តាន់មានអី clear វាទេអញ្ចឹងមានន័យថាពេលដែលវាឡើងទៅដល់ត្រង់ចំណុចនេះគឺវានឹងធ្លាក់មកក្រោមវិញធ្លាក់មកដល់ចំណុចណាអាហ្នឹងយើងចាំមើលក្រាបប្រាប់ជាក់ស្ដែងទៀតយើងអាចដឹងវាដឹងតែធ្លាក់មកធ្លាក់ដល់ក្រោមមិនអាចទេយើងសំខាន់យើងមើលអំពីពេលដែលក្រាបវាប្រាប់វាចង់ប្រាប់អីពីយើងវាចង់ប្រាប់អីមកដល់យើងអញ្ចឹងយើងព្យាយាមមើលតាមដានរបស់វាអញ្ចឹងយើងគ្រាន់តែយើងគូខ្សែ trend line មួយបែបនេះមកយើងដឹងថានេះនៅក្នុងនេះក្រាបកំពុងតែនៅក្នុង down trend អញ្ចឹងអ្វីដែលយើងគូធ្វើតយើងត្រូវមើលបើសិនជាវាឡើងទី1វាត្រូវតែធ្វើអីឲ្យខូចទី1វាត្រូវតែធ្វើទី1វាត្រូវតែ break trend line របស់វាសិនបើវាចង់ឡើងពិតប្រកបមែនលុះត្រាតែវា break ខ្សែ trend line របស់វាមួយសិនវាត្រូវតែមក break បែបនេះខ្សែមួយនេះព្រោះអានេះជាខ្សែបន្ទាត់របស់វាហើយមួយទៀតវាត្រូវតែធ្វើឲ្យស្មាឆ្វេងខាងនេះខូចមួយសិនអញ្ចឹងពេលណាដែលវាធ្វើឲ្យខូចវានឹងចុះមកដល់តម្លៃ discount តម្លៃ discount មានតែសម្រាប់ឲ្យអ្នកដែលគាត់ចាំ order ចាំ buy ចាំ order នៅត្រង់ចំណុចនេះគឺគាត់បានចូលអាហ្នឹងជាចំណុចដែលយើងចង់ដឹងតើយើងដឹងទេថាតើយើងគូចូលត្រង់ចំណុចណានេះយើងប្រើ Fibo retracement នេះសម្រាប់វាស់មើលកន្លែង discount តម្លៃ discount របស់វាអញ្ចឹងឃើញពេលណាដែលវាធ្វើឲ្យស្មានេះខូចហើយវាឡើងទៅធ្វើឲ្យត្រង់ចំណុចនេះខូចវានឹងចុះមកទទួលតម្លៃ discount វិញវាមកនឹងវានឹងចុះមកតម្លៃ discount នេះដើម្បីទទួល order ហើយបានវាហក់ឡើងតក៏ប៉ុន្តែបើសិនជាវាទៅអត់ខូចត្រង់ចំណុចមួយនេះទេនេះត្រង់ចំណុចខ្សែមួយទេអាហ្នឹង
អ្វីដែលយើងគួរពិចារណាតហ្នឹងគឺវាមិនអាចឡើងទៅកើតទេព្រោះអីទី1វាអត់តន់ធ្វើឲ្យត្រង់ចំណុចស្មាខាងឆ្វេងបើយើងហៅស្រួលតាមថា main correction របស់វានេះខូចអានេះជាអ្នកគ្រប់គ្រង trend ណា main correction នេះវាជាអ្នកគ្រប់គ្រង trend អញ្ចឹងពេលណាដែលវាធ្វើឲ្យចំណុចមួយនេះខូចមានន័យថាវានឹងឡើងក៏ប៉ុន្តែបើវាធ្វើឲ្យចំណុចនេះអត់ខូចទេមានន័យថាវានឹងចុះអាហ្នឹងឯងយើងគួរចំណុចដែលយើងគួរពិចារណាអ្នកទាំងអស់គ្នាអញ្ចឹងងាយដូចខ្ញុំតែងតែបញ្យល់តែងតែប្រាប់ថាយើងគូតែខ្សែឡាញមកយើងគូមកយើងចង់ដឹងហើយយើងបើក time frame ឲ្យធំមកអ្នកទាំងអស់គ្នាត្រឹមយ៉ាងហោចណាស់ក៏4ម៉ោងអីដែរយើងមើលអំពីលំហូរផ្សារវាងាយវាជាក់លាក់ជាងពេលណាដែលយើងបើក time frame តូចឧទាហរណ៍ថាដូច time frame 5នាទីអញ្ចឹងឥឡូវទៅមើលខ្ញុំចូលទៅក្នុង time frame 5នាទីខ្ញុំ clear នេះចោលសិនយើងចូលទៅក្នុង time frame 5នាទីអ្នកទាំងអស់គ្នាពេលដែលយើងចូលក្នុង time frame 5នាទីនៅនោះឲ្យឃើញពេលដែលយើងគូខ្សែគូខ្សែគូខ្សែឡាញទាំងអស់នេះមកយើងពេលខ្លះយើងចាប់គូពីខាងក្រោមទៅយើងក៏ដឹង up trend ណាឃើញបែបនេះដឹង up trend ណាក៏ប៉ុន្តែយើងបានមើលរូបភាពធំតើរូបភាពធំវាចង់ប្រាប់អីដល់យើងពេលខ្លះយើងគូក្នុងចំណុចនេះយើងគូមកថាប្រេកខ្សែវាស្លាញមួយអញ្ចឹងយើងក៏នាំគ្នាចូលបាយតែដល់ពេលយើងបាយមកដល់ចំណុចនេះស្រាប់តែវាដាំក្បាលមកវិញពេលខ្លះវាមិនមែនចុះមកដល់តំណឹងវាចុះមកធ្លាយដល់នេះទៀតអាហ្នឹងក្នុង time frame កាន់តែតូចភាព error របស់វាកាន់តែច្រើនពេលណាដែលយើងព្យាយាមមើលក្នុង time frame ធំយើងបានរូបភាពធំយើងតែងតែគិតមើលយើងតែងពិចារណាគ្រប់គ្រាន់ថាតើ trend មួយនេះវាបានជាប់ហើយនៅវាបានជាប់ trend នេះហើយនៅអញ្ចឹងមានន័យថាយើងពិចារណារូបភាពកាន់តែធំយើងដឹងថាវាអត់តន់ជាប់ trend នេះទេអញ្ចឹងយើងមិនគួរណាចូលបាយទេយើងរងចាំឱកាសមើលសិនតើបើវាធ្លាយយើងចូលបាយបើសិនជាវាអត់តន់ធ្លាយទេយើងមិនគួរចូលបាយទេយើងគួររងចាំឱកាសរកកន្លែងណាមួយសមស្របយើងចាំ information ពីក្រាបមកយើងចូលបាយឲ្យយើងចូល sale វិញទៅអាហ្នឹងជាអ្វីដែលខ្ញុំចង់បញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាឲ្យកាន់តែងាយឲ្យយើងព្យាយាមមើលក្រាបយើងព្យាយាមពិចារណាយើងព្យាយាមគូខ្សែ trend line សម្រាប់អ្នកថ្មីអ្នកដែលគាត់ចាស់គាត់បានយល់ដឹងច្រើនហើយតើ trend នឹងបែបណាអ្នកនរគ្នាឃើញទេនេះដូចយើងគូបែបនេះអញ្ចឹងអានេះចំណុចមួយនេះគេហៅមួយ cycle របស់វាក្នុង time frame 5នាទីក៏វាមាន cycle របស់វាមួយ cycle អញ្ចឹងបើយើងចង់លេងយើងគូខ្សែនឹងចោលមួយមកអ្នកនរគ្នានេះយើងគូមកដល់វា break ពេលណាយើងរកឱកាសចូល sale ឃើញក្នុងមួយ cycle 5នាទីនេះក៏វាមាន time frame របស់វាដូចគ្នាអ្នកទាំងអស់គ្នាឃើញនេះមកវាចោះមកដល់ចំណុចនេះវា break វាឡើងទៅលើអញ្ចឹងការដែលវា break នេះយើងធ្វើឲ្យយើងដឹងខ្លួនលឿនពេលដែលយើងគូខ្សែ trend line មួយនេះមកយើងគូខ្សែមួយនេះមកយើងបានដឹងខ្លួនលឿនថាបើយើងចូលបាយត្រង់ចំណុចនេះយើងបាយព្រោះអីបើយើងចូល sale ចំណុចនេះយើង sale ព្រោះអីទី1យើងដឹងយើងឆ្លើយខ្លួនឯងថាទី1វាបាន break ខ្សែ speed line ចំណុចនេះហើយអញ្ចឹងយើង sell ព្រោះតែវា break speed line អានេះយើងចង់លេងខ្លីៗបងប្អូន5នាទីការកាន់របស់យើងមិនគួរកាន់ឲ្យលើស1ម៉ោងទេព្រោះ cycle វាជាប់អាយុរបស់វា1ម៉ោងអញ្ចឹងដល់5នាទី cycle វាមិនកាន់ឲ្យលើស4ម៉ោងទេព្រោះអាយុ cycle វាមាន4ម៉ោងអញ្ចឹងអានេះជាចំណុចដែលយើងចង់ដឹងជាចំណុចដែលយើងពិចារណាដូច cycle មួយនេះឃើញទេពេលដែលយើងគូបែបហ្នឹងយើងប្រាប់ខ្លួនឯងបែបហ្នឹងហើយយើងឃើញពេលណាដែលវា break ខ្សែនេះពេលណាមានតែវាជាប់មក trend ហ្នឹងតែក្នុងរូបភាពតូចទេទាំងអស់គ្នាតែរូបភាពធំវាមិនមែនបែបហ្នឹងទេអាហ្នឹងសម្រាប់អ្នកដែលយើងចង់លេងខ្លីៗយើងពិចារណាលឿនយើងលេងបែបហ្នឹងយើងមិនមែនឃើញឲ្យតែវាក្រហមមកយើងចូល sale ឲ្យតែវាខៀវយើងចូលបាយយើងត្រូវពិចារណាផងថាតើបាយព្រោះអី sale ព្រោះអីយើងចូលបាយនឹងព្រោះមូលហេតុអីបានយើងចូលបាយយើងចូល sale ព្រោះមូលហេតុអីបានយើងចូល sale អញ្ចឹងវាមានលក្ខខណ្ឌរបស់វាយើង sale ព្រោះតែវា break ខ្សែ
ខ្សែឡាញរបស់វាហើយបានយើងចូលបាយឬចូលសេយើងចាញ់និយាយឆ្លៃប្រាប់ខ្លួនឯងយើងតែងតែមាន mindset ខ្លួនឯងយើងតែងតែព្យាយាមឲ្យខ្លួនឯងយល់អំពីគោលការណ៍ដែលយើងចូលបាយនិងចូលសេអានឹងគ្រាន់តែជាអ្វីដែលខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាទេចំណុចមួយនេះអ្នកគ្នាឃើញមួយ cycle វាគឺទាំងអស់មួយ cycle វាទាំងអស់ពេលណាដែលវា break មានន័យថា cycle ហ្នឹងគឺវាជាប់ហើយវាអត់មានត្រូវបន្តអីទៅណាទៀតទេគឺវាជាប់មួយ cycle វាហ្នឹងហើយតែខ្ញុំតែងតែប្រាប់អ្នកទាំងអស់គ្នាដែរចឹងថា time frame កាន់តែតូចភាព error កាន់តែចាស់ខ្ញុំតែងនិយាយដដែលអ្នកទាំងអស់គ្នាព្យាយាមកុំព្យាយាមលេងនៅក្នុង time frame ដែលតូចពេកពេលដែលយើងលេងនៅក្នុង time frame ដែលតូចពេកវាភាព error របស់វាកាន់តែច្រើនពេលណាដែលយើងចូលហើយយើង SL យើងលេងជឿជាក់លើខ្លួនឯងពេលហ្នឹងគេហៅថា FOMO មកដល់លុយប្រមាណដែលយើងមាននៅក្នុង balance ប្រមាណក៏អស់ដែរអ្នកនរគ្នាសិតតែយើងគ្រប់គ្នាសិតតែឆ្លងកាត់សម្រាប់ trader ចាស់គាត់សិតតែឆ្លងកាត់មកអស់ហើយក្នុងរឿងហ្នឹងអញ្ចឹងបានគាត់តែងតែមកប្រាប់យើងបញ្យល់យើងអញ្ចឹងយើងគូខ្សែហ្នឹងដើម្បីយើងចង់ដឹងថាខ្សែមួយហ្នឹងវាកំពុងឡើងជាខ្សែអីជា up trend down trend អញ្ចឹងអាខ្សែនេះក៏វាមាន trend ខ្លួនវាអញ្ចឹងវា break ដូចគ្នាអ្នកឃើញនេះយើងគូវាមកឃើញវា break ត្រង់ចំណុចនេះពេលដែលវា break boom ឡើងទៅលើមក trend អញ្ចឹងយើងត្រូវចាំថា trend line ដែលហៅថា trend បានវាមានអីវាមាន same high same low ចាប់ពី2គូឡើងទៅយើងហៅវាថាជា trend បានអញ្ចឹងយើងរាប់ទៅបើវាមិនតន់កើតជា trend ទេយើងចូលយកថតចំណុចនេះបើវាមិនតន់កើតជាបានមក trend ទេយើងចូលបាយចូល sell មិនព្រោះយើងអត់ដឹងថាគោលដៅក្រាមនោះវាទៅណានឹងមិនមានអីច្រើនទេសម្រាប់អ្នកដែលគាត់សួរខ្ញុំតាក់ទងអំពីរឿងការគូនឹងវាមិនមានអីច្រើនទេសម្រាប់ខ្ញុំរី comment ហ្នឹងគឺយើងត្រូវតែមើលនៅក្នុងរូបភាពដែលធំទៅវាងាយស្រួលសម្រាប់យើងដឹងអំពី trend ដែលវារត់បើយើងចូលទៅមើលនៅក្នុង5នាទីបើយើងចូលមកមើលនៅក្នុង1ម៉ោងវិញឃើញ cycle ដែលយើងកំពុងគូស្អែកស្កះហ្នឹងវានៅតែក្នុងtime frame 1ម៉ោងដែរតែ cycle ហ្នឹងរត់ច្រើនហើយអញ្ចឹងវាជាវាភាព error វាច្រើនហ្នឹងគឺវាដោយសារវាបែបហ្នឹងឯង time frame កាន់តែធំអ្នកទាំងអស់គ្នាចូលទៅវាបានកាន់តែធំ time frame កាន់តែតូចចូលទៅវាបាន time frame តូចពេលខ្លះវាអត់សមាមាត្រនឹង SL របស់យើងទេ SL ឧទាហរណ៍ថាយើងចូលមាស SL 10លេខដល់ពេលភាពចំណេញរបស់វាបានតែ5លេខអីចឹងក្នុង time frame ដែលតូចអញ្ចឹងយើងគួរតែបន្ថយអត់យើងគួរតែបន្ថយបិទនៅចំណុចចឹងអត់អញ្ចឹងវាអត់គួរបន្ថយទេអានេះហើយជាសារពីខ្ញុំទៅអ្នកនរគ្នាគួរតែព្យាយាមមើល time frame ធំពេលណាដែលយើងបាននៅក្នុង time frame ធំយើងលេងយើងកាន់បានឆ្ងាយយើងព្យាយាមគ្រប់គ្រង mindset ខ្លួនឯងឲ្យច្បាស់លាស់ទៅអ្នកទាំងអស់គ្នានឹងដើរក្នុងវិស័យនេះបានហើយបើសិនជាអ្នកទាំងអស់គ្នាចូលទៅដោយការប្រើតែអារម្មណ៍ចូលមានលុយប្រមាណក៏អស់ដែរយើងចំណេញពេលខ្លះយើងសប្បាយក៏ប៉ុន្តែពេលដែលយើងខាត SL តែម្ដងឬក៏2ដងចាប់ផ្ដើម FOMO ពេលដែលយើង FOMO balance មានប្រមាណក៏យើងដាក់ទាំងអស់ដែរបងប្អូនអញ្ចឹងហើយជាចំណុចជាសារសម្រាប់ខ្ញុំគឺពីខ្ញុំទៅមានតែឲ្យអ្នកទាំងអស់គ្នាព្យាយាមរៀនសិក្សាបានច្រើនពេលណាអ្នកទាំងអស់គ្នាសិក្សាបានច្រើនអ្នកទាំងអស់គ្នាអាចឈរក្នុងវិស័យនេះបានពេលដែលយើងចូលទៅទាំងអារម្មណ៍ FOMO យើងអាចឈរនៅក្នុងវិស័យនេះបានយូរទេទាំងអស់គ្នាអញ្ចឹងពីខ្ញុំទៅមានតែប៉ុណ្្នឹងឯងអរគុណសម្រាប់ការតាមដានវីដេអូជួយចុច like ហើយនិង subscriber នៅក្នុង channel YouTube របស់ខ្ញុំផងដើម្បីឲ្យខ្ញុំមានវីដេអូថ្មីៗបន្តទៀតអញ្ចឹងអរគុណបាយបាយ